ទីផ្សារជ័រកៅស៊ូឬមាសនៅកម្ពុជាកំពុងបង្ហាញសញ្ញាវិជ្ជមាននិងមានស្ថិរភាពយ៉ាងរឹងមាំដោយសារកំណើនតម្រូវការប្រើប្រាស់ក្នុងស្រុកនិងការបញ្ជាទិញពីទីផ្សារអន្តរជាតិហក់ឡើងជាបន្តបន្ទាប់កត្តានេះបានស្ដារទំនុកចិត្តនិងទាញអារម្មណ៍របស់អ្នកវិនិយោគក្នុងវិស័យកសិកម្មឲ្យចាប់ផ្ដើមសម្លឹងមើលការងាកមកដាំដុះកៅស៊ូឡើងវិញដែលអាចរុញច្រានឲ្យផ្ទៃដីដាំដុះកៅស៊ូនានានៅកម្ពុជាមានការរីកធំធាត់សារជាថ្មីយ៉ាងណាមិញប្រធានសមាគមអភិវឌ្ឍកៅស៊ូកម្ពុជាមិនលើកទឹកចិត្តឲ្យកសិករកាប់ដំណាំចាស់ៗដែលកំពុងប្រមូលផលចោលដើម្បីមកដាំដំណាំកៅស៊ូតាមចរន្តនោះទេដោយសារដំណាំកសិកម្មត្រូវទាមទារឲ្យមានការគណនាផលចំណេញនិងពេលវេលាវែងឆ្ងាយជាបន្តក្រុមការងារ Cambodia លំអិតលើរឿងនេះដូចតទៅលោកម៉ែនសុភ័ក្រប្រធានសមាគមអភិវឌ្ឍកៅស៊ូកម្ពុជាបានគូបញ្ជាក់ថាតម្រូវការប្រើប្រាស់វត្ថុធាតុដើមសម្រាប់ការផលិតសម្បកកង់រថយន្តក្នុងស្រុកនិងពីក្រៅប្រទេសបានធ្វើឲ្យជ័រកៅស៊ូរបស់កម្ពុជាមានទីផ្សារល្អប្រសើរជាងមុនជាក់ស្ដែងនៅក្នុងត្រីមាសទី2ឆ្នាំនេះតម្លៃជ័រកៅស៊ូមានការកើនឡើងជាមធ្យមប្រមាណ$100ក្នុងមួយតោនបើធៀបទៅនឹងត្រីមាសទី1ឆ្នាំនេះអ្នកជំនាញរូបនេះជឿជាក់ថាប្រសិនបើតម្លៃជ័រកៅស៊ូនៅតែបន្តកើនឡើងឬមានស្ថិរភាពនោះនឹងធ្វើឲ្យមានការចាប់អារម្មណ៍ច្រើនពីអ្នកស្រឡាញ់វិស័យកសិកម្មហើយអាចធ្វើឲ្យមានការផ្លាស់ប្ដូរនៅមុខដំណាំមួយចំនួនដោយងាកមកដាំកៅស៊ូជំនួសវិញដែលនឹងធ្វើឲ្យផ្ទៃដីដាំកៅស៊ូនៅកម្ពុជាមានការកើនឡើងបន្ថែមទៀតទោះជាយ៉ាងណាប្រធានសមាគមអភិវឌ្ឍកៅស៊ូកម្ពុជាមិនលើកទឹកចិត្តឲ្យកសិករកាប់ដំណាំដែលកំពុងអាស្រ័យផលចោលហើយងាកមកដាំកៅស៊ូជំនួសនោះទេតែត្រូវពិចារណាក្នុងការទទួលបានទិន្នផលនិងប្រាក់ចំណេញចំពោះបញ្ហានេះខ្ញុំអត់ហ៊ានថាម៉េចទេវាអាស្រ័យទៅលើការយល់ឃើញរបស់បងប្អូនកសិករពួកគាត់ក៏មានព័ត៌មានទូលំទូលាយទៅលើវិស័យកសិកម្មយើងនឹងដែរនៅក្នុងប្រទេសយើងណាបច្ចុប្បន្នណាចឹងហើយគាត់អាចផ្លាស់ប្ដូរព័ត៌មានគ្នាស៊ើបសួរគ្នារាល់ថ្ងៃគាត់មានដំណាំអីចំណូលគាត់ប្រមាណគាត់ចំណេញប្រមាណគាត់ខាតប្រមាណអញ្ចឹងហើយតើគាត់អាចពិចារណាយ៉ាងម៉េចអានោះវាអាស្រ័យទៅលើការសម្រេចចិត្តការស្វែងយល់ស្រាវជ្រាវរបស់គាត់ហើយការសម្រេចចិត្តរបស់គាត់ទេសម្រាប់ពីខ្ញុំគិតថាកស៊ូដែលយើងបានធ្វើក្នុងបកតិស័កតម្លៃវាប៉ុណ្ណេះយើងអាចបានប្រាក់ចំណេញខ្លះបាទអញ្ចឹងសម្រាប់ខ្ញុំគឺខ្ញុំជ្រើសរើសកស៊ូតែឡែកតាមបងប្អូនផ្សេងៗគាត់អាចធ្វើដំណាំផ្សេងគាត់អាចបានទិន្នផលខ្ពស់ដែរគាត់នៅមានប្រាក់ចំណេញច្រើនដែរខ្ញុំជឿថាគាត់អាចរក្សាទៅបាទវាជាការស្រាវជ្រាវបន្ថែមហើយសម្រាប់ចិត្តរៀងខ្លួនបាទដោយឡែកឯកឧត្តមហេងសុគង្គរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍បានគូបញ្ជាក់ថាតម្រូវការប្រើប្រាស់វត្ថុធាតុដើមកៅស៊ូនៅកម្ពុជាមានការកើនឡើងគួរឲ្យកត់សម្គាល់ដោយបច្ចុប្បន្នកម្ពុជាមានរោងចក្រផលិតកៅស៊ូផ្លាស្ទិកចំនួន199កន្លែងនិងមានរោងចក្រផលិតសម្បកកង់រថយន្តចំនួន11រោងចក្របើតាមការគូបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់រូបនេះនៅឆមាសទី1ឆ្នាំ2026កម្ពុជានាំចេញជ័រកៅស៊ូទៅកាន់ទីផ្សារអន្តរជាតិសម្រេចបានប្រមាណ$1000 លានកើនឡើង 55% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនហើយទី2គឺពាក់ព័ន្ធជាមួយនឹងកៅស៊ូផ្លាស្ទិកបាទដែលជាចំនួនមួយច្រើនមែនទែនឧស្សាហកម្មគីមីកៅស៊ូផ្លាស្ទិកនេះកើនរហូតដល់199មូលដ្ឋានជិត200ដែរក្នុងរយៈពេលពាក់កណ្ដាលឆ្នាំនេះយើងដឹងថាដោយសារមូលហេតុសំខាន់គឺនៅកម្ពុជារបស់យើងគឺចាស់ផ្ដើមមាននៅបណ្ដារោងចក្រដែលផលិតកង់រថយន្តបាទកាន់តែច្រើនរហូតដល់ខែមិថុនា2026យើងមានរហូតដល់11រោងចក្របាទដែលខ្លះបានផលិតរួចហើយនាំចេញទៅក្រៅប្រទេសហើយក្នុងឆ្នាំនេះគឺថាការនាំចេញកង់រថយន្តរបស់យើងគឺថាបាន1000លានគ្រាន់រយៈពេល6ខែនេះទេកើនឡើងរហូតដល់ 55% បាទច្រើនមែនទែនបាទហើយបើនិយាយពីទុនវិនិយោគក្នុងចំណោមតារោងចក្រដែលផលិតកង់រថយន្តរបស់យើង$2.6000 លានគឺថានេះគឺជាទំហំមួយដ៏ធំនៃកំណើនវិនិយោគសម្រាប់វិស័យឧស្សាហកម្មរបស់យើងអញ្ចឹងបើយើងក៏លេខទៅមើលទៅទាំង SME ទាំងឧស្សាហកម្មធុនធំគឺថាការផ្សារភ្ជាប់គ្នាកាន់តែល្អប្រសើរហើយការវិនិយោគនៅក្នុងស្រុករបស់យើងក៏ដូចជា FDI មកកាន់តែច្រើនដែលធ្វើឲ្យកំណើននៃការនាំចេញរបស់យើងនេះគឺមានលក្ខណៈល្អប្រសើរមែនទែននៅក្នុងឆ្នាំ2026នេះបាទគិតមកទល់ពេលនេះកម្ពុជាមានផ្ទៃដីដាំកៅស៊ូសរុបជាង440,000ហិកតា
ក្នុងនោះផ្ទៃដីជាជ័រមានប្រមាណ 77% និងផ្ទៃដីថែទាំមានប្រមាណ 23% ជាមួយគ្នានេះផ្ទៃដីកៅស៊ូវិនិយោគមានចំនួន 46,000 ហិកតាស្មើនឹង 10% ផ្ទៃដីកៅស៊ូសម្បទានដីសេដ្ឋកិច្ចមានចំនួនជាង 17,000 ហិកតាស្មើនឹង 40% និងផ្ទៃដីកៅស៊ូគ្រួសារមានចំនួនជាង 22,000 ហិកតាស្មើនឹង 50%